សេចក្តីប្រកាសបដិសេធថ្មីនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃបានធ្វើការផ្សព្វផ្សាយអត្ថបទផ្ទុយពីការពិតមួយដែលមានខ្លឹមសារថាទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសម្ភារៈរបស់កម្ពុជាក្នុងអគារកាស៊ីណូថ្មដាអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះនិងសូមបំភ្លឺជូនមតិសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថារូបភាពនិងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសម្ភារៈរបស់កម្ពុជាមិនមែនស្ថិតនៅក្នុងរបស់ដែលហៅថាបរិវេណអគារកាស៊ីណូថ្មដានោះទេតែផ្ទុយទៅវិញទីតាំងនោះគឺជាប៉ុស្តិ៍នគរបាលការពារព្រំដែនគោកច្រកផ្លូវ56ចំណុះវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ825នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះបានបង្ហាញពីចេតនាទុច្ចរិតនិងស្មោកគ្រប់មិនអាចប្រកែកបានផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច8នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ JBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបានឯកភាពគ្នាថាភាគីទាំងពីរឯកភាពគ្នាជិះវៀងការចែកចាយព័ត៌មានមិនពិតឬព័ត៌មានคล้ายៗដើម្បីកាត់បន្ថយភាពតានតឹងកាត់បន្ថយសាធារណមតិអវិជ្ជមាននិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីលើពីនេះទៀតការរឹបអូសសម្ភារៈនៅក្នុងប៉ុស្តិ៍នគរបាលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាគឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នៅការប្រើប្រាស់ច្បាប់ព្រៃរបស់រដ្ឋាភិបាលនិងយោធាថៃមកឈ្លានពានទឹកដីកម្ពុជាហើយភាគីថៃខ្លួនឯងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិដោយមិនអាចតិចវេះយករួចខ្លួនបានឡើយជាថ្មីម្ដងទៀតអ្នកនាំពាក្យក្រសួងមហាផ្ទៃទាត់ចោលទាំងស្រុងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃនិងជំរុញឲ្យភាគីថៃបញ្ឈប់រាល់អរិយភាពជាបន្ទាន់ហើយងាកមកអនុវត្តតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនកម្ពុជានៃគណៈកម្មាធិការព្រំដែនទូទៅ JBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃសម្ដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីឈរលើស្មារតីបង្កើនជំនឿទុកចិត្តភាពស្មោះត្រង់សុចរិតយុត្តិធម៌និងគោរពគ្នាទៅវិញទៅមកថ្ងៃអង្គារខែបុស្សឆ្នាំម្សាញ់ចត្វាស័កគ្រិស្តសករាជ2569រាជធានីភ្នំពេញថ្ងៃទី6ខែមករាឆ្នាំ2026